ជំរាបសួរលោកគ្រូពីថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីការ remote access server part 1 ដោយមុនហ្នឹងគឺខ្ញុំបានធ្វើវារួចហើយដោយសារតែវាមានបញ្ហា error កន្លែងមួយចំនួនឥឡូវខ្ញុំធ្វើការrecord ម្ដងទៀតអញ្ចឹងខ្ញុំធ្វើការ add នៅ user ចំនួន3អញ្ចឹងខ្ញុំធ្វើការsudo មកហើយ add user u ភាសាស្អីកន្លែងនេះគឺវាបង្ហាញមក ready ដូចដែលខ្ញុំបានប្រាប់ទៅគឺដោយសារតែខ្ញុំបានធ្វើវាកន្លែងហ្នឹងរួចហើយអញ្ចឹងដោយសារវាមានបញ្ហា error ខ្ញុំក៏ធ្វើវីដេអូម្ដងទៀតអញ្ចឹងកន្លែងហ្នឹងគឺវា ready គឺខ្ញុំធ្វើវារួចហើយហើយយើងចូលមកកាន់ទី2ទៀតcommand ទី2គឺ uscp user ទី3គឺ usftp តើពេលយើងបង្កើត user 3ហ្នឹងហើយការនៅវាយនៅ command clm pg en space .u grep thì tụi nó dùng được trình môi cái đó là dùng bài USSH cái này hay nâng USCP là tiết hay nâng USFTP tụi nó dùng enter bên là phải hai user bây giờ mình bắt cắt một nắng nó dương cd dot ssa tập máu dương quay comment ssa dot key trên tập máu nhục đặt sv1 key enter tập máu dương chụp vài tới của dương phải cài cái hỏi yes hay dương enter đây tới dương mạch qua thế hay về này trên nó từ một map này như tất cả vay nơi của mình ls là bay chạy mới ls độ ở thì nó g o ep s v1 key enter cứ việc nằm háng tấm nói dương thử nè do sv1.key sv1 key.pattern cho tất cả được không user đây bạn cắt bay nè tấm nói dương tục tầm này tệ tầm bay tục client cứ như số check rồi ra vai comment sh.co copy id space mình nói dương vậy độ ái hay space sv1 sv1 key cho p u b ok hay space nói dùng vậy us us hay vậy IP bao giờ mà rồi copy cho rồi hoặc sẽ phải cho mối cho phí sai vào mùi như trên này phim của nhóm tụi nó nhung enter chấm nhưng mà password và cho máu bị vậy cứ những add với cho mùi ấy chẳng nơi thì sợ một tiết nếu dân đô bị ASA đến tới chỉ USCP máu IP nó đã đấy thì enter máu tìm thì password cho nhiều bạn tí yêu thật là vai trò password máu giờ bạn add cho bia một tiết đấy là dương một căn là tí bay một tiết cái này tới chữ SFTP enter máu tìm thì password 123 enter tới so tập bay nó giờ bạn add virus rồi hái
ធ្វើការ comment check មើលតែយើងសូមbreak វាធំតិចអញ្ចឹងយើងវាយ comment SSH ដក I មកហើយយើង space យើងវាយសញ្ញាតកៅទឹកមកសញ្ញាតកៅទឹកនេះមកហើយយើង slash dot ssh slash sv1 sv1 key ហើយ u ssh យើង add មក100 copy IP ចូល168 so ខ្ញុំផ្លេចលេខ1ហើយខ្ញុំបើកមកវិញ /1.246 ហើយខ្ញុំក៏ enter ចូលដល់ site ប្រវត្តិវាជា password ទេតោះមកខ្ញុំត្រូវការ ex ខ្ញុំ exchange ទៅវិញហើយខ្ញុំចូលទៅកាន់ SCP វាចូលដល់ site ប្រវត្តិវាអត់ទាមទារ password ទេឥឡូវខ្ញុំexit ខ្ញុំវិញហើយខ្ញុំទៅផាសទី3នេះដូរពី CP ទៅជា FTP ហើយខ្ញុំ enter ទៅគឺវាចុះដល់ server bot វាអត់ទាមទារ password ដូចគ្នាយើងធ្វើការ exit ជួយចេញមក ex អូមានបញ្ហាអ្វី ex បន្តមកទៀតខ្ញុំ mkd IR ហើយខ្ញុំត្រូវទឹកនេះហើយខ្ញុំវាយ /sv1 តោះមកខ្ញុំ enter តោះមកខ្ញុំវាយ to uch ខ្ញុំស្លាប់មកខ្ញុំវាយសញ្ញាត្រូវទឹកខ្ញុំវាយ /sv1 /fi file មកហើយខ្ញុំបើកទៅទៀតចង់ខ្ញុំវាយពី 1.3 ហើយខ្ញុំចេញមកខ្ញុំដាក់dotអូខេហើយខ្ញុំ enter តោះមកខ្ញុំខ្ញុំ ls ដកសញ្ញាអាយ៉ាសញ្ញាតកៅទឹក/sv1 អញ្ចឹងគឺវាបានបង្កើតនៅ folder ចំនួន3folder គឺ file ចំនួន3បន្តមកទៀតយើងវាយនៅ command vam ទឹកនេះមកហើយ /dot bs 8 c តទៅពីចូលដល់កន្លែងនេះយើងទៅវាបង្ហាញចឹងហើយមកគឺយើងត្រូវការទៅ save នៅ comment ទាំង3នេះពេលយើងបាយនឹងហើយយើងត្រូវការចេញមកវិញគឺយើងចុច wq មកយើងត្រូវការ run test មើលដើម្បី comment source មួយដើម្បីឲ្យវាស្គាល់នៅ comment របស់យើងខ្ញុំវាយ so u or ce ហើយខ្ញុំសញ្ញាអង្កលទឹកតោះមកខ្ញុំវាយ /dot bas ហើយខ្ញុំ enter ការវាយនៅ command sv1 ss8 អូមកក៏វា not found វាមានបញ្ហា error តិចតួចចឹងខ្ញុំត្រូវការចូលមកកាន់ vam នេះវិញដើម្បីខ្ញុំកែនៅកន្លែងនេះបន្តិចការទៅ save នៅ comment កន្លែងនេះវិញwhy មិនក៏វាអត់ឲ្យចឹង ias oh shit ថាតែមុនហ្នឹងវាមានបញ្ហា error មួយចំនួនខ្ញុំក៏បាន fix ហើយវាក៏ដំណើរការមកវិញអញ្ចឹងវាខុសខ្ញុំក៏បានទៅកែនៅកន្លែងមួយចំនួនដូចជានៅក្នុងvam ហើយដោយសារតែខ្ញុំទៅសេនៅ comment មួយនេះខុសនេះខ្ញុំបានចូលទៅកែនៅ vam នេះម្ដងទៀតហើយខ្ញុំបានទៅកែពាក្យមួយចំនួនដូចជាបានកែនៅកន្លែងពាក្យ score នេះខ្ញុំបាន run ព្រីម្ដងទៀតដោយសារតែពេលហ្នឹងខ្ញុំទៅសេខ្វះអក្សរ rc
ពេលទៀតបានវាមានបញ្ហាឥឡូវដល់ពេលដែលខ្ញុំមក user ទី1ទី1នេះទៅ SV1 SSA នេះទៅគឺវារត់ចូលអូតូអញ្ចឹងខ្ញុំត្រូវការវាយ SV1 ហើយ SCP ទៅបន្តទៀតទៅមកខ្ញុំវាយSV1 SFTP នេះមួយទៀតមកឃើញហើយខ្ញុំត្រូវការ exit វាចេញសិនហើយបើខ្ញុំវាយនៅ comment នេះទៅមកវានឹងបង្ហាញនៅ file ចំនួន3ទៅមកខ្ញុំ exit វាចេញទៅវិញហើយខ្ញុំត្រូវការវាយនៅ comment ចុងក្រោយមានបញ្ហារអាក់រអួនបន្តិចអញ្ចឹងខ្ញុំត្រូវធ្វើសេតទៀតចូលកាន់ឡើងវិញហើយខ្ញុំវាយនៅ comment ចុងក្រោយគឺ SV1 SV1 SF TP ខ្ញុំកន្លែងនេះគឺនៅតមកយើងវាយ comment ចុងក្រោយSV1 និង FTP នេះគឺវានឹង connect to IP 192.168.1.24 ហើយវានឹងបង្ហាញកន្លែងនេះគឺវាជោគជ័យហើយអញ្ចឹងមុននឹងវា error ហើយខ្ញុំក៏បាន fix ដោយខ្ញុំបានចូលទៅដែលខ្ញុំ fix ដែលខ្ញុំចូលទៅក្នុង WAM base XRC នេះដើម្បីកែវាម្ដងទៀតហើយវាក៏ connect ទៅអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដែលជំរាបលាលោកគ្រូ